អ្នកធ្លាប់ស្រមៃទេថានឹងមានអាវុធដែលអាចហោះដេញតាមសត្រូវក្នុងលឿនចិត្តលឿនសំលេងប៉ុន្តែបើបាញ់ខុសវានឹងហោះត្រឡប់ចុះចតបញ្ឈរត្រង់ដើម្បីរងចាំប្រើនៅពេលក្រោយបាននេះមិនមែនជាការស្រមៃទៀតនោះទេជួបជាមួយ Roadrunner M អាវុធដែលគេប្រសិទ្ធនាមថាជា Space H នៃវិស័យការពារជាតិក្នុងវីដេអូនេះយើងនឹងទៅមើលថាតើដ្រូនចម្លែកមួយនេះមានបច្ចេកវិទ្យាអ្វីខ្លះទើបវាអាចធ្វើឲ្យពិភពយោធាទាំងមូលផ្អើលឈូឆាប់បានយ៉ាងនេះRoadrunner M គឺជាយន្តហោះដ្រូនចម្បាំងស្ទាក់ចាំផលិតដោយក្រុមហ៊ុន Anduril Industry វាមានរូបរាងប្លែកខុសពីដ្រូនទូទៅដោយសារវាត្រូវបានរចនាឡើងដើម្បីអាចហោះឡើងនិងចុះចតតាមបន្ទាត់ត្រង់ដោយរ៉ុកែតអវកាស Roadrunner M មានដងខ្លួនរាងមូលវែងទៅលើដែលមើលទៅដូចជាការរួមបញ្ចូលគ្នារវាងកាំជ្រួចមីស៊ីលនិងយន្តហោះចម្បាំងតូចមួយនៅសងខាងនៃដងខ្លួនវាមានស្លាបរាងត្រីកោណតូចៗដែលជួយឲ្យវាមានលំនឹងនិងអាចហោះហើរបានក្នុងល្បឿនលឿនបំផុតនៅផ្នែកខាងក្រោមនៃដ្រូនអ្នកនឹងឃើញមានមាត់បំពង់ម៉ាស៊ីនចំនួន2ម៉ាស៊ីននេះហើយដែលផ្ដល់កម្លាំងរុញខ្លាំងធ្វើឲ្យវាអាចហោះឡើងទៅលើមេឃភ្លាមៗក្នុងរយៈពេលដ៏ខ្លីចំណុចពិសេសបំផុតគឺវាមានជើងទម្រចំនួន4នៅផ្នែកខាងក្រោមនៅពេលវាត្រៀមចុះចតជើងទាំងនេះនឹងលានចេញមកក្រៅដើម្បីឲ្យវាអាចចុះចតបញ្ឈរត្រង់នៅលើដីបានយ៉ាងមានសុវត្ថិភាពដើម្បីយកមកចាក់សាំងនិងប្រើប្រាស់ម្ដងទៀតនៅផ្នែកខាងលើបង្អស់មានរាងស្រួយដែលផ្ទុកទៅដោយគ្រឿងផ្ទុះនិងប្រព័ន្ធ sensor សម្រាប់ស្វែងរកគោលដៅវាត្រូវបានរចនាឡើងជាលក្ខណៈ modular ដែលមានន័យថាគេអាចដោះដូរផ្នែកក្បាលនេះបានយ៉ាងងាយស្រួលទៅតាមប្រភេទបេសកកម្មជាទូទៅវាត្រូវបានស្រោមដោយពណ៌ខ្មៅឬប្រភេទក្រមៅដែលផ្ដល់នូវរូបរាងបែបបច្ចេកវិទ្យាជើងខ្ពស់និងជួយកាត់បន្ថយការមើលឃើញពីចម្ងាយខ្លួនរបស់វាធ្វើពីសម្ភារៈស្រាលប៉ុន្តែរឹងមាំបំផុតដើម្បីទ្រាំទ្រនឹងកម្ដៅម៉ាស៊ីននិងសម្ពាធខ្យល់ពេលហោះហើរល្បឿនលឿនវាមានទំហំមិនធំពេកទេដែលប្រហាក់ប្រហែលទៅនឹងកម្ពស់មនុស្សពេញវ័យម្នាក់ដែលធ្វើឲ្យគេអាចដាក់វាបានយ៉ាងងាយស្រួលនៅក្នុងប្រអប់បាញ់បង្ហោះស្វ័យប្រវត្តិដែលមើលទៅដូចជាទូដែកបញ្ឈរមួយជារួម Roadrunner M មានរូបរាងដូចជាមីស៊ីលដែលមានស្លាបនិងមានជើងវាជាបច្ចេកវិទ្យាថ្មីដែលធ្វើឲ្យអាវុធនេះអាចហោះទៅកំទេចសត្រូវហើយបើរកសត្រូវមិនឃើញឬមិនទាន់កំទេចវាអាចហោះត្រឡប់មកចុះចតបញ្ឈរដើម្បីទុកប្រើនៅពេលក្រោយទៀតបានរីឯបច្ចេកវិទ្យារបស់ Roadrunner M គឺជាការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាមីស៊ីលយន្តហោះចម្បាំងនិងបញ្ញាសិប្បនិម្មិតដែលធ្វើឲ្យវាខុសប្លែកពីដ្រូនឬមីស៊ីលការពារអាកាសធម្មតាខុសពីដ្រូនទូទៅដែលប្រើស្លាបចាក់អគ្គិសនី Roadrunner M ប្រើប្រាស់ម៉ាស៊ីន Turbojet ភ្លោះដែលផ្ដល់នូវល្បឿនលឿនបំផុតវាអាចហោះបានល្បឿនជិតល្បឿនសំឡេងដែលអនុញ្ញាតឲ្យវាស្ទាក់ចាប់ដ្រូនឬមីស៊ីលសត្រូវដែលកំពុងហោះលឿនបានទាន់ពេលវេលាវាអាចហោះឡើងត្រង់ទៅលើមេឃភ្លាមដោយមិនចាំបាច់មានផ្លូវរត់ចំពោះបច្ចេកវិទ្យាប្រើប្រាស់ឡើងវិញនេះគឺជាបច្ចេកវិទ្យាដែលបដិវត្តន៍វិស័យយោធាប្រសិនបើ Roadrunner M ត្រូវបានបាញ់បង្ហោះទៅហើយប៉ុន្តែរកមិនឃើញគោលដៅឬបញ្ជាឲ្យឈប់វាយប្រហារវានឹងហោះត្រឡប់មកវិញហើយចុះចតបញ្ឈរត្រង់ដោយទៅនឹង Rocket Space X មីស៊ីលការពារអាកាសធម្មតាបាញ់ចាញ់ហើយគឺបាត់បង់តែម្ដងប៉ុន្តែ Roadrunner M អាចយកមកចាក់សាំងនិងប្រើប្រាស់ម្ដងទៀតបានច្រើនដងប្រសិនបើវាមិនទាន់ផ្ទុះកំទេចសត្រូវចំពោះប្រព័ន្ធបញ្ជា Lattice OS វាដំណើរការដោយ Software Lattice របស់ក្រុមហ៊ុន Anduril ដែលជាខួរក្បាលដ៏ឆ្លាតវៃវាអាចស្វែងរកឃើញនិងតាមដានគោលដៅដោយស្វ័យប្រវត្តិមនុស្សម្នាក់អាចគ្រប់គ្រង Roadrunner M រាប់សិបគ្រឿងក្នុងពេលតែមួយបានយ៉ាងងាយស្រួលចំពោះបញ្ញាសិប្បនិម្មិតជួយក្នុងការគណនាគន្លងហោះហើរដើម្បីស្ទាក់ចាប់គោលដៅដែលហោះក្នុងល្បឿនលឿននិងមានការបត់បែនខ្លាំងចំពោះប្រព័ន្ធក្បាលគ្រាប់និង sensor វាផ្ទុកគ្រឿងផ្ទុះដែលរចនាឡើងដើម្បីកំទេចដ្រូនធំឧទ្ធម្ភាគចក្រឬ missile cruise វាមានបំពាក់នៅប្រព័ន្ធ radar និង sensor scan កម្ដៅដែលធ្វើឲ្យវាអាចកំណត់អត្តសញ្ញាណសត្រូវក្នុងលក្ខខណ្ឌអាកាសធាតុអាក្រក់ឬនៅពេលយប់ Roadrunner M មកជាមួយប្រអប់ផ្ទុកដែលគេហៅថា Nest គឺជាទូដែកដែលការពារដ្រូនពីអាកាសធាតុនិងជួយត្រួតពិនិត្យស្ថានភាពម៉ាស៊ីនដោយស្វ័យប្រវត្តិនៅពេលមានសញ្ញាអាសន្ន Nest នឹងបើកគម្របហើយ Roadrunner M នឹងហោះចេញទៅភ្លាមក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះចំពោះគ្រឿងបន្លាស់និងប្រព័ន្ធក្នុងរបស់វាអាចកែប្រែបានយ៉ាងរហ័សតាមរយៈ software នេះមានន័យថាប្រសិនបើសត្រូវប្តូរបច្ចេកវិទ្យាថ្មី
ក្រុមហ៊ុន Anduril គ្រាន់តែ update software របស់ Roadrunner M នោះវានឹងអាចទប់ទល់ជាមួយសត្រូវថ្មីបានភ្លាមៗដោយមិនចាំបាច់ផលិតគ្រឿងម៉ាស៊ីនថ្មីទាំងស្រុងជារួមបច្ចេកវិទ្យារបស់ Roadrunner M គឺជាការធ្វើឲ្យមីស៊ីលមានភាពឆ្លាតវៃនិងអាចប្រើឡើងវិញបានដែលជួយសន្សំថវិកាយ៉ាងច្រើននិងបង្កើនប្រសិទ្ធភាពក្នុងការការពារដែនអាកាសចំពោះដំណើរការរបស់ Roadrunner M ត្រូវបានបែងចែកជា5ដំណាក់កាលសំខាន់ៗដំណាក់កាលទី1 Roadrunner M ត្រូវបានរក្សាទុកក្នុងប្រអប់ការពារអាកាសធាតុហៅថា Nest នៅក្នុងនោះវាត្រូវបានតភ្ជាប់ជាមួយប្រព័ន្ធអគ្គិសនីនិងប្រព័ន្ធត្រួតពិនិត្យសុខភាពម៉ាស៊ីន24 ម៉ោងលើ24 ម៉ោងដើម្បីធានាថាវាត្រៀមខ្លួនជានិច្ចដំណាក់កាលទី2នៅពេល Radar ឬប្រព័ន្ធ Lattice OS រកឃើញជនហោះសត្រូវឬដ្រូនខុសច្បាប់វានឹងផ្ដល់ដំណឹងដល់ប្រតិបត្តិការនៅពេលមានបញ្ជាឲ្យបាញ់គម្រប Nest នឹងបើកហើយ Roadrunner M នឹងបញ្ឆេះម៉ាស៊ីន Turbojet ភ្លោះរបស់វាហើយហោះឡើងត្រង់ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះដំណាក់កាលទី3នៅពេលឡើងលើអាកាសវានឹងបដូរពីការហោះបញ្ឈប់មកជាការហោះផ្ដេកដោយយន្តហោះចម្បាំងដើម្បីបង្កើនល្បឿនដេញតាមគោលដៅវាប្រើប្រាស់ AI និង sensor ជាប់ខ្លួនដើម្បីកែតម្រូវគន្លងហោះហើរដោយស្វ័យប្រវត្តិសូម្បីតែគោលដៅព្យាយាមបត់បែនកិច្ចវេះក៏ដោយដំណាក់កាលទី4ប្រសិនបើបញ្ជាឲ្យកំទេចវានឹងហោះទៅបុកឬផ្ទុះនៅក្បែរគោលដៅដើម្បីកំទេចសត្រូវវាអាចហោះក្រឡឹងនៅលើមេឃដើម្បីរងចាំស្ថានភាពប្រសិនបើមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីមេបញ្ជាការហើយនឹងដំណាក់កាលទី5ប្រសិនបើបេសកកម្មត្រូវបានលុបចោលឬគោលដៅត្រូវបានកំទេចដោយមធ្យោបាយផ្សេង Roadrunner M នឹងប្រើប្រាស់ GPS ដើម្បីហោះត្រឡប់មកទីតាំងកំណត់វិញវានឹងបន្ថយល្បឿនបញ្ឈរខ្លួនឡើងលើហើយប្រើជើងទម្រទាំង4ដើម្បីចុះចតត្រង់យ៉ាងរលូនបន្ទាប់មកក្រុមបច្ចេកទេសនឹងពិនិត្យមើលនិងចាក់សាំងរួចដាក់ចូលទៅក្នុង Nest វិញដើម្បីត្រៀមបេសកកម្មបន្ទាប់ជារួមដំណើរការរបស់វាគឺបាញ់បង្ហោះស្ទាក់ចាប់ហើយត្រឡប់មកវិញដែលជាវត្តការងារមួយដ៏ឆ្លាតវៃនិងសន្សំសំចៃបំផុតក្នុងសមរភូមិទំនើបចំពោះតម្លៃនៃ Roadrunner M របស់ក្រុមហ៊ុន Anduril មានចំណុចសំខាន់ៗដែលធ្វើឲ្យវាខុសប្លែកពីប្រព័ន្ធមីស៊ីលការពារអាកាសដទៃទៀតចំណុចលេចធ្លោបំផុតរបស់ Roadrunner M គឺប្រសិទ្ធភាពសេដ្ឋកិច្ចទោះបីជាក្រុមហ៊ុនមិនបានបញ្ជាក់តួលេខជាក់លាក់ជាសាធារណៈប៉ុន្តែតាមការប៉ាន់ស្មានតម្លៃរបស់វាស្ថិតក្នុងចន្លោះរាប់សែនដុល្លារដែលប្រហែល$20,000ទៅ$50,000បើធៀបនឹងមីស៊ីលការពារអាកាសដូចជា Patriot តម្លៃរាប់លានដុល្លារក្នុងមួយគ្រាប់ Roadrunner M មានតម្លៃថោកជាងឆ្ងាយណាស់មីស៊ីលធម្មតាបាញ់ចាញ់ហើយគឺបាត់បង់លុយរាប់លានដុល្លារភ្លាមៗទោះបីបាញ់ត្រូវឬខុសប៉ុន្តែសម្រាប់ Roadrunner M ប្រសិនបើវាហោះចេញទៅហើយមិនបានកំទេចសត្រូវវានឹងហោះត្រឡប់មកវិញដើម្បីប្រើម្ដងទៀតក្នុងករណីនេះចំណាយពិតប្រាកដគឺត្រឹមតែថ្លៃប្រេងឥន្ធនៈប៉ុណ្ណោះដែលអាចមានតម្លៃត្រឹមតែប៉ុន្មាន$100វាត្រូវបានរចនាឡើងដើម្បីផលិតក្នុងចំនួនច្រើនដោយប្រើបច្ចេកវិទ្យាដែលងាយស្រួលដំឡើងដែលជួយឲ្យតម្លៃកាន់តែទាបនៅពេលផលិតកាន់តែច្រើន